មកស្ដាប់ពីប្រវត្តិនៃភ្នំកង្រីប្រវត្តិនៃភ្នំកង្រីស្ថិតនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមានភ្នំមួយខ្ពស់ជាងគេមើលពីចម្ងាយឃើញដូចមនុស្សដេកសណ្ដឹងខ្លួននៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើនដូចភ្នំឯទៀតនៅជុំវិញនោះដែរតែចម្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមជាច្រើនណែនតាន់តាប់អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេព្រោះចាស់ដំណាលថាភ្នំនោះកើតចេញពីរូបនាងកង្រីខិណីជាមហេសីព្រះពុទ្ធិសែនហើយគេសន្មតម្អមនោះជារោមជូនីនៃនាងកង្រីនោះឯងមិនតែប៉ុណ្ណោះនៅជើងភ្នំនោះមានត្បាល់មួយអង្រែមួយធំមិនដឹងថាអ្នកណាជាអ្នកសាងពីសម័យនោះទេពួកជនអ្នកដែលឡើងតោទីនោះលុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះទើបមិនចាញ់ហើយនឹងបានសុខសប្បាយនេះជាជំនឿអ្នកស្រុកដែលមានតាំងពីសម័យបុរាណកាលដូច្នេះហើយខ្ញុំក៏បានលើកយករឿងនាងកង្រីនិងពុទ្ធិសែនមកនិយាយកាលពីសម័យនឹង